ខ្ញុំចុះទៅដល់ណាខ្ញុំគ្រាន់តែចុះទៅដល់ខ្ញុំឃើញខ្មោចមុនគេខ្មោចរណោករទេលដូចជាគេសម្រាប់នៅក្នុងសម័យប៉ុលពតចឹងបងប្អូនដេករត់ហេពេញហ្នឹងខ្លះហើមហើយប្រហែលជាទៅមុនខ្ញុំ4 ឬ 5 ថ្ងៃគឺគាត់អត់ដឹងទេហ្នឹងហើយអ្នកស្លាប់ទៅអ្នកដែលរបួសនៅនឹងទៅគ្មានអ្នកណាជួយអ្នកណាទេបងប្អូនទាំងអស់មនុស្សនិងខ្មោចត្រូវនៅជាមួយគ្នានៅក្នុងគ្រានោះតាមការតាំងស្មានរបស់ខ្ញុំនៅពេលខ្ញុំចេញផុតមកខ្ញុំថាមនុស្សមិនក្រោម 100000 នាក់ទេដែលស្លាប់នៅក្នុងទីនោះដោយសារចង់បញ្ជាក់ប្រាប់ពីបញ្ហាភ្នំខ្មោចគឺមានរឿងយ៉ាងនេះដែលយើងមិនអាចមិនឈឺចាប់បានទេខ្មែរស្លាប់នៅក្នុងទីនោះគឺស្លាប់ច្រើនណាស់គឺស្លាប់ដោយសារដៃរបស់សៀមនឹងឯងយើងនឹងយកអ្នកឯងទៅពីនេះទៅនៅបាងកកអញ្ចឹងទេវាមានភ្លៀងមានខ្យល់មកទៅនាំឲ្យមានការលំបាកអញ្ចឹងយើងនឹងយកពួកអ្នកឯងនេះទៅនៅបាងកកយើងតែលឺសូសៀមគេថាគេយកទៅនៅបាងកកទាំងគេទាំងខ្ញុំអញ្ចឹងទៅមុនពេលដែលវានាំចេញទៅវាឲ្យដើរលេងបានពីដើមមកដល់ដោសោះគឺទៅហ៊ានវាការពារមកចោតដែរពួកខ្ញុំ7 8នាក់ដើរទៅបានតែឡើងវត្តមួយទៅលោកសួរពួកឯងមកពីណាអីពីណីទៅក៏អញ្ចឹងទៅលោកក៏ប្រាប់តែលោកឲ្យនំន័យថាអញពីដើមខ្មែរទៅអញនៅអូតាគីអីលោកប្រាប់អញ្ចឹងទេហ្នឹងហើយលោកប្រាប់ថាពួកឯងគេចិត្តឲ្យទៅស្រុកវិញហើយប៉ុន្តែគេយកទៅភ្នំដងរែកណាប្រយ័ត្នវើយលោកថាអញ្ចឹងទេចឹងនៅចិត្តដល់ពេលថ្ងៃដែលគេនាំយកចេញទៅពួកបារាំងហ្នឹងឯងទេមិនដឹងថាជនជាតិអីទេប៉ុន្តែស្គាល់តែបារាំងមិនដឹងថាជនជាតិអីអត់ដឹងមកតែ4 5នាក់មកហើយនំប៉័ងលោកអ្នកចម្លៃទៅរឿងនំប៉័ងឯងនឹងពួកខ្ញុំបានទទួលនំប៉័ងថាចូលអ្នកហូបដោយប្រុងប្រយ័ត្នរឿងពិតណាអស់លោកខ្ញុំអត់បានចេះតែនិយាយទេខ្ញុំកាន់សិលទៅដល់ស្ថានីយ៍ប្រេងមួយឡានចាប់ផ្ដើមចាក់ប្រេងនៅពេលដែលឡានចាក់ប្រេងនៅក្នុងពេលនោះយើងឃើញប្រជាពលរដ្ឋសៀមមកតែនាំបាយមកបាយបង្អែមទឹករួចហើយយកមកហុចឲ្យគ្រប់គ្នាចឹងប៉ុន្តែគេអត់និយាយទេប៉ុន្តែវាជាកុសលបាយខ្ញុំមានអ្នកចេះនិយាយខ្មែរថាគេឲ្យអ្នកឯងតែស្រុកវិញហើយប្រយ័ត្ននិយាយប៉ុណ្ណឹងលោកអ្នកសប្បុរសទាំងឡាយអត់និយាយច្រើនទេគាត់និយាយប៉ុណ្ណឹងឯងហើយចឹងទៅក៏ឡើងទៅវិញទៅឡើងឡានហ្នឹងទៅបើកទៅបានបន្តិចប្រហែលជា20នាទីមិនដល់ទេលោកអ្នកសប្បុរសទាំងឡាយក៏ស្រាប់តែឡានហ្នឹងបែរក្បាលសន្សឹមទៅកើតយប់ខ្ញុំមិនចាំទេហ្នឹងហើយបែរក្បាលទៅកើតមិនយូរប៉ុន្មានលោកអ្នកទាំងឡាយឡានចុះទៅលើផ្លូវធម្មតាហ្នឹងហើយនេះត្រង់នេះដែលខ្ញុំសង្ស័យថាច្បាស់ណាស់មិនខុសអំពីថេរដីការបស់លោកតាម្ចាស់ទ្រង់មានថេរដីកាហើយក៏ត្រូវនឹងពាក្យដែលបារាំងប្រាប់ខ្ញុំនោះផងពិសេសថ្មីនេះ